មកបងប្អូនវីដេអូនេះខ្ញុំបង្ហាញអំពីរបៀបក្នុងការលុប account TikTok របស់យើងដំបូងយើងចូលមកក្នុង TikTok មកអ្នកមើលកុំអ្នកឯងមានដៃគូបន្ទាប់មកទៀតយើងមើលកន្លែងសញ្ញា profile នេះខាងក្រោមផ្នែកខាងស្ដាំចូលមកក្នុង account TikTok របស់យើងឧទាហរណ៍ថាខ្ញុំត្រូវការលុប account មួយហ្នឹងអញ្ចឹងដើម្បីលុបបងប្អូនចុចលើឆ្នូត3ផ្នែកខាងលើនេះមកបន្ទាប់មកបងប្អូនរកមើលពាក្យ setting and privacy ហើយបើបងប្អូនចេញជាអក្សរខ្មែរបងប្អូនមើលអាសញ្ញាក្រោមគេបំផុតរូបកងចាក់ហ្នឹង select លើ setting ហ្នឹងមកបន្ទាប់មកបងប្អូននឹងឃើញនៅលើគេមានពាក្យថា account ហើយបើចេញជាអក្សរខ្មែរបងប្អូនសម្លឹងសញ្ញានេះមក select លើ account មកនៅខាងក្រោមគេបំផុតគឺយើងមើលឃើញពាក្យថា deactivate or delete account យើង select កន្លែងហ្នឹងមកដល់កន្លែងនេះយើងមានជម្រើស2ជម្រើសទី1យើងគ្រាន់តែផ្អាកដំណើរការ account TikTok របស់យើងបណ្ដោះអាសន្នដោយយើងអាចយកមកវិញពេលណាក៏បានមានន័យថាអត់លុបចោលរហូតទេហើយខាងក្រោមនេះគឺជាជម្រើសក្នុងការលុបជារៀងរហូតហ្មងមានន័យថាបើលុបហើយយកឡើងបានទេណាអញ្ចឹងបងប្អូន select លើខាងក្រោមនឹងមកវាសួរយើងអំពីមូលហេតុនៃការលុបហើយបងប្អូនអាច select skip នៅខាងលើផ្នែកខាងស្ដាំនេះក៏បានឬក៏បងប្អូន select លើប៊ូតុងណាមួយឲ្យ head poll ទៅ TikTok ក៏បានទីនេះខ្ញុំ select អាក្រោមគេនេះវាសួរតា head poll អីចឹងណាអញ្ចឹងឥឡូវខ្ញុំខ្ជិលទៅសេច្រើនខ្ញុំ skip តែហ្មងនៅខាងលើផ្នែកខាងស្ដាំបងប្អូនមានអក្សរ skip select លើវាមកបន្ទាប់មកវាប្រាប់យើងណា account on family app will be deleted មានន័យថា account របស់យើងនៅពេលដែលយើងលុបគឺទៅជារៀងរហូតទេណាក៏ប៉ុន្តែគេទុកពេលឲ្យយើង30ថ្ងៃក្រែងលោយើងមានការបដូរចិត្តមកវិញយើងអាចយកមកវិញបានប៉ុន្តែបើហួស30ថ្ងៃបងប្អូនអត់យកមកវិញទេគឺវានឹង delete វានឹងលុប automatic ដោយស្វ័យប្រវត្តិអញ្ចឹងបងប្អូនចុចកន្លែងសញ្ញាឆ្នុចនេះមកខាងក្រោមនេះហើយយកពាក្យ continue មកបន្ទាប់មកទៀត select រង្វង់ move ផ្នែកខាងក្រោមនេះទៀតមកហើយចុចពាក្យ continue ទៀតមកអូខេបន្ទាប់មកទៀតចុច continue ទៀតមកកន្លែងនេះគឺវាទាមទារ password គឺយើងត្រូវយកចេញពី Gmail របស់យើងនេះហើយដើម្បីយក password បងប្អូនចូលទៅក្នុង Gmail មកចូលមកក្នុង Gmail ករណីបងប្អូនមិនបានដាក់ Gmail ទេបងប្អូនដាក់លេខទូរស័ព្ទបងប្អូនមករកកន្លែង message នេះប៉ុន្តែករណីខ្ញុំគឺភ្ជាប់ជាមួយ Gmail អញ្ចឹងខ្ញុំចុចចូល Gmail អូខេនេះបងប្អូនគឺជាសាររបស់ TikTok ផ្ញើមក Gmail មួយហ្នឹងយើង select លើកន្លែងហ្នឹងមក704 800តបមកយើងវាយពាក្យ704 800ហ្នឹងមកវាយនៅលើប្រអប់ហ្នឹងមក704 800អូខេហើយចុចពាក្យ delete account ទៅវាសួរយើង delete មែនណាអូខេ delete ទៅតែបើចង់ញ៉ាំស៊ីងពេលហ្នឹងគឺ account TikTok យើងត្រូវបានលុប